សួស្តីបងប្អូនសិស្សនិស្សិតបាទស្វាគមន៍មកកាន់ការចូលទស្សនាបាទនៃវីដេអូដែលពាក់ព័ន្ធទៅនឹងការសិក្សាទៅលើតែងសេចក្តីបន្តតែថ្ងៃនេះដែរលោកគ្រូបានលើកយកនៅប្រធានបាទជាប្រធានបែបពន្យល់បាទបន្តទៀតហើយដើម្បីធ្វើការចែកជូនដល់បងប្អូនទាំងគ្នាដែលនៅក្នុងវីដេអូនេះគឺលោកគ្រូនឹងបង្ហាញអំពីគម្រោងតែងនិងសេចក្តីអធិប្បាយតែម្ដងដែលប្រធានបទរបស់យើងគឺលើកឡើងថាមានទស្សនៈប្រធានលើកឡើងថាចិត្តមានមេត្តាសាងញាតិមិត្តបាទចិត្តខូខើសាងសត្រូវហើយគេឲ្យយើងចូលស្រាយបំភ្លឺដោយលើកឧទាហរណ៍ក្នុងសង្គមនិងអក្សរសិល្ប៍មកបញ្ជាក់បាទបងប្អូនអរគ្នានេះជាប្រធានតែក្តីបែបពន្យល់បាទដែលពន្យល់ទូទៅបាទទៅលើទស្សនៈបាទគឺពន្យល់ទស្សនៈដែលគេដាក់ថាចិត្តមានមេត្តាសាងញាតិមិត្តបាទចំណែកឯចិត្តខូខើគឺសាងសត្រូវបាទអញ្ចឹងនៅក្នុងប្រធានបទរបស់យើងនេះគឺមាន2 clear បងប្អូនជាទស្សនៈតែគេលើកឡើង2 clear អញ្ចឹងអ្វីយើងចាប់អារម្មណ៍គឺត្រូវចាប់អារម្មណ៍ទៅលើ clear ទាំងពីរដែលគេដាក់ថាចិត្តមានមេត្តាបាទអញ្ចឹងចិត្តកាលណាដែលយើងមានមេត្តាធម៌បាទនៅក្នុងខ្លួនគឺយើងនឹងសាងញាតិមិត្តហើយប៉ុន្តែបើសិនជាយើងអត់មានចិត្តមេត្តាទេគឺយើងចិត្តមានចិត្តខូខើបាទគឺយើងនឹងផ្ដោតមកវិញនៅសត្រូវបាទដល់យើងណាអញ្ចឹងគោលគំនិតរបស់ប្រធានយើងគឺមាន2 clear មួយគឺចិត្តល្អដែលធ្វើឲ្យញាតិមិត្តនឹងស្រឡាញ់រាប់អានហើយទី2គឺចិត្តអាក្រក់បាទចិត្តដែលមិនជាការដែលមាននៅគុណធម៌មាននៅការជួយសង្គ្រោះហ្នឹងគឺនាំឲ្យយើងមានសត្រូវបាទអញ្ចឹងយើងមើលនេះគឺជាគម្រោងដែលយើងត្រូវសិក្សាទៅលើគម្រោងហ្នឹងដើម្បីឲ្យដឹងថាតើយើងត្រូវធ្វើបែបណាខ្លះទៅលើសេចក្តីអធិប្បាយបាទមុននឹងឈានចូលដល់សេចក្តីអធិប្បាយគឺយើងត្រូវដឹងពីគម្រោងតែសិនតើយើងត្រូវធ្វើដំណំតាក់ទងនឹងអីបាទធ្វើនឹងចំណូលយ៉ាងម៉េចបាទហើយចំណោទបែបណាហើយនឹងចំណុចផ្សេងទៀតជាច្រើនដែលយើងត្រូវសិក្សានៅក្នុងវីដេអូនេះផងដែរបាទឥឡូវនេះយើងមើលថាមុនដំបូងជាបឋមយើងអត់ភ្លេចទេថាយើងត្រូវយល់ពីន័យប្រធានអញ្ចឹងដើម្បីយល់ន័យប្រធានបងប្អូន note ទៅលើអី note ទៅលើពាក្យវិបាកអញ្ចឹងដែលពាក្យវិបាករបស់យើងគឺមានចិត្តមេត្តាចិត្តមេត្តាបានន័យថាចិត្តល្អបាទមានសន្តោសប្រណីហ្នឹងគេហៅថាចិត្តមេត្តាចិត្តល្អមានសន្តោសប្រណីដល់អ្នកដទៃបាទហើយប្រធានបទរបស់យើងគឺដល់ញាតិមិត្តណាបាទអញ្ចឹងចិត្តមេត្តាគឺជាចិត្តដែលល្អចិត្តដែលសន្តោសប្រណីចំណែកឯញាតិមិត្តនេះគឺសំដៅទៅលើមនុស្សជុំវិញខ្លួនបាទមនុស្សជុំវិញខ្លួនយើងអញ្ចឹងការដែលយើងមាននៅការសន្តោសប្រណីចិត្តល្អដល់មនុស្សជុំវិញខ្លួនបាទគឺវាជាផលល្អសម្រាប់យើងបាទអញ្ចឹងណាគេហៅថាសាងឲ្យយើងសាងនៅទំនាក់ទំនងល្អនៅក្នុងការរស់នៅក្នុងសង្គមជាក់ស្ដែងបាទនៅក្នុងសង្គមដែលយើងរស់នៅដល់កាលណាយើងមានចិត្តមេត្តាគឺយើងសាងនៅញាតិមិត្តប្រុសស្រីជាច្រើនដែលរស់នៅជុំវិញខ្លួនយើងឲ្យតម្លៃយើងចំណែកមួយទៀតទៅគឺចិត្តខូខើសាងសត្រូវបានន័យថាចិត្តអាក្រក់គិតតែប្រយោជន៍បុគ្គលហ្នឹងគេហៅថាសាងនៅសត្រូវដែលអត់មានអ្នកស្រឡាញ់អត់មានអ្នករាប់អានអត់មានអ្នកគោរពអត់មានអ្នកបាទចង់ឲ្យយើងល្អទេបាទព្រោះយើងខូខើពេកយើងចិត្តរបស់យើងគឺមិនល្អចិត្តខូខើគឺស្ដាយចិត្តអាក្រក់យើងគិតតែខ្លួនយើងពេកណាបាទអញ្ចឹងយើងយល់ទេបងប្អូនគ្នាកន្លែងនេះបាទយើងមើលទៅលើគម្រោងរបស់យើងអញ្ចឹងអ្វីដែលជាបញ្ហាដែលប្រធានបទរបស់យើងគឺតាក់ទងទៅនឹងការរស់នៅក្នុងសង្គមយើងគឺការជួយអ្នកដទៃបាទគឺការជួយអ្នកដទៃដែលរស់នៅក្នុងជុំវិញខ្លួនយើងអាហ្នឹងគឺនាំឲ្យយើងទទួលបានក្តីស្រឡាញ់តែពេលកាលណាយើងអត់មាននៅអំពើល្អទេវាធ្វើឲ្យអ្នកដទៃហ្នឹងគឺស្អប់ខ្ពើមយើងអញ្ចឹងហើយបានជាមានទស្សនៈហ្នឹងលើកឡើងបែបហ្នឹងណាយើងនិយាយពីបញ្ហាទូទៅតាក់ទងនឹងអាហ្នឹងមកបាទអញ្ចឹងលឿនតែម្ដងទៅយើងផ្ដើមមកថាបាទលំនាំបញ្ហាមកថាមនុស្សយើងរស់នៅក្នុងសង្គមតែងតែមានទំនាក់ទំនងទាំងចេះជួយគ្នាទៅវិញទៅមកបាទការជួយអ្នកដទៃនៅជុំវិញខ្លួនយើងដោយអំពើល្អតែងទទួលការគោរពស្រឡាញ់ពីសំណាក់មនុស្សជុំវិញខ្លួនបាទរីឯអ្នកដែលប្រព្រឹត្តអំពើអាក្រក់ថោកទាបទៅលើអ្នកដទៃតែងតែទទួលបាននូវការរិះគន់និងស្អប់ខ្ពើមផងដែរបាទអញ្ចឹងនេះគឺជាលំនាំបញ្ហាដែលលោកគ្រូគិតថាវាមិនជាបញ្ហាទេសម្រាប់បងប្អូនអរគ្នាដែលបានតាមដានវីដេអូលោកគ្រូបាទកន្លងមកបាទដោយសារតែលោកគ្រូបានលើកឡើងអស់ហើយនៅវិធីសាស្ត្រដើម្បីធ្វើលើលំនាំបញ្ហាអញ្ចឹងដើម្បីធ្វើលំនាំបញ្ហានេះបានគឺយើងត្រូវមើលទៅលើបញ្ហាផ្ទាល់តែគេបដោតលើអីអញ្ចឹងដោយសារតែចំណុចទី1របស់យើងគឺបដោតទៅលើចិត្តមេត្តាគឺចិត្តមេត្តាយើងដឹងហើយគឺការសន្តោសប្រណីធ្វើឲ្យគេរាប់អានយើងអញ្ចឹងយើងនិយាយមកមនុស្សយើងរស់នៅក្នុងសង្គមគឺត្រូវតែមានទំនាក់ទំនងត្រូវចេះជួយគ្នាហើយអ្នកដែលយើងជួយគ្នាទៅវិញទៅមកហ្នឹងគឺតែងតែផ្ដល់យើងវិញការស្រឡាញ់រាប់អានដល់យើងវិញចឹងហើយចំណែកឯមនុស្សដែលមិនចេះធ្វើល្អ
ហើយប្រកាន់នៅតែអំពើថោកទាបអីហ្នឹងគឺត្រូវបានអ្នកដតីហ្នឹងរិះគន់ក៏ដូចជាសពធ្វើមកដែរអញ្ចឹងយើងនិយាយឲ្យចូលទៅនឹងបញ្ហានៃប្រធានបទយើងតែពីរ clear ហ្នឹងមកបាទឥឡូវយើងមើលចំណូលដែលថាអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយបាទលើកឡើងថាចិត្តមានមេត្តាសាងញាតិមិត្តបាទហើយចិត្តខូខើគឺសាងសត្រូវចំណោទបញ្ហាយើងចង់សួរថាតើទស្សនៈនេះមានអត្ថន័យដូចម្តេចខ្លះចំពោះតួសេចក្តីគឺយើងប្រើមកឃ្លាភ្ជាប់សេចក្តីដើម្បីឈានទៅដល់ការបកស្រាយប្រធានខាងលើកាន់តែក្បោះក្បាយបាទកាន់តែច្បាស់បាទឬក៏កាន់តែច្បាស់អញ្ចឹងយើងគប្បីយល់នៃពាក្យកណ្ដឹងមួយចំនួនសិនឬក៏បាទអញ្ចឹងមកហើយពាក្យដែលត្រូវបញ្យល់គឺមាន3ពាក្យបាទពាក្យទី1គឺចិត្តមានមេត្តាបាទគឺមានន័យថាចិត្តល្អចិត្តសន្តោសប្រណីដែលគូបានបញ្យល់មិញហ្នឹងរីឯពាក្យថាញាតិមិត្តបាទគឺសំដៅទៅលើមនុស្សដែលរស់នៅជុំវិញខ្លួនយើងបាទចំណែកឯពាក្យថាចិត្តខូខើគឺទៅលើចិត្តអាក្រក់បាទគិតប្រយោជន៍បុគ្គលបាទយើងអត់គិតពីអ្នកដទៃគិតតែខ្លួនឯងគិតតែប្រយោជន៍ខ្លួនឯងម្នាក់ឯងអញ្ចឹងណាបាទហ្នឹងគេហៅថាចិត្តខូខើឬក៏ចិត្តកាចសាហាវបាទកាយសាហាវចិត្តដែលគ្មាននៅមេត្តាធម៌ហ្នឹងឯងអញ្ចឹងសរុបជារួមមកវិញទៅនៅប្រធានរបស់យើងបាទអញ្ចឹងយើងនិយាយមកថាប្រធាននេះមានន័យថាមនុស្សដែលមានចិត្តសន្តោសប្រណីធ្វើឲ្យមនុស្សជំនាញខ្លួនស្រឡាញ់ចូលចិត្តអញ្ចឹងការដែលយើងជាមនុស្សដែលមានសន្តោសប្រណីធ្វើឲ្យមនុស្សជំនាញខ្លួនចូលចិត្តរីឯអញ្ចឹងកុំភ្លេចណាប្រធានរបស់យើងមាន2 clear អញ្ចឹងយើងដាក់ clear បន្ទាប់មកថារីឯបាទបញ្យល់ពីកណ្ដឹងហ្នឹងរីឯមនុស្សដែលមានចិត្តអាក្រក់ខូខើគឺគិតតែប្រយោជន៍បុគ្គលនោះនឹងនាំឲ្យអ្នកដតីស្អប់ខ្ពើមគេចចេញពីខ្លួនបាទយើងមើលទៅលើការបកស្រាយយើងត្រូវបកស្រាយ2 clear បងប្អូនយើងមើល clear ទី1របស់យើងបាទហើយនឹង clear ទី2កុំភ្លេចណាហើយ clear ទី1ដោយសារប្រធានរបស់យើងនេះជាប្រធានបទបាទតម្រូវឲ្យយើងលើកតែក្នុងសង្គមបាទនៅក្នុងសង្គមបាទហើយនឹងនៅក្នុងអក្សរសិល្ប៍បាទអញ្ចឹងបានន័យថាវាជាប្រធានបទបាទបទឲ្យយើងលើកតែ2ហ្នឹងទេអត់ចាំបាច់លើកនៅក្នុងប្រវត្តិសាស្ត្រឡើយបាទលើកតែ2ចំណុចហ្នឹងបានហើយអញ្ចឹងនេះជាចំណុច2ចំណុចហ្នឹងគឺមានទាំងឧទាហរណ៍នៅក្នុងសង្គមនិងអក្សរសិល្ប៍បាទអញ្ចឹងយើងមើលទៅលើការបកស្រាយប្រធានបទរបស់យើងនិយាយមកថាបាទមនុស្សដែលយើងមុននឹងយើងចាប់ផ្ដើមនិយាយហ្នឹងគឺយើងប្រើនៅការបកស្រាយទៅលើ clear ទី1មុនបាទយើងត្រូវប្រើជាការបកស្រាយទៅលើ clear ទី1មុនហើយមុននឹងចាប់ផ្ដើមបកស្រាយកុំភ្លេចនៅការប្រើនៅមតិគ្រប់គ្រងទៅលើប្រធានបាទដែលប្រធានយើងនេះគឺឥឡូវយើងចាំមើលនៅក្នុងសេចក្តីអធិប្បាយតែម្ដងបាទលោកគ្រូមានសេចក្តីអធិប្បាយដែរប៉ុន្តែគាត់ថាយើងធ្វើម៉េចដើម្បីបកស្រាយប្រធាននឹងបានអញ្ចឹងពេលបកស្រាយប្រធានបងប្អូនត្រូវបកស្រាយទៅលើ clear ទី1មុនបាទគឺចិត្តមានមេត្តាសាងញាតិតើចិត្តមានមេត្តាសាងញាតិនៅក្នុងសង្គមយ៉ាងម៉េចខ្លះបាទយើងដឹងហើយថាចិត្តមេត្តាបានន័យថាគឺយើងធ្វើបុណ្យកុសលចេះជួយអ្នកដទៃបាទរក្សាសិលឲ្យទាននិងកសាងអំពើល្អអាហ្នឹងគេហៅថាយើងរៀបរាប់គេមកប្រាប់គេមកនៅក្នុងសង្គមមនុស្សដែលយើងទាំងអស់គ្នារស់នៅគឺត្រូវចាំបាច់បាទធ្វើនៅអំពើល្អបុណ្យកុសលរក្សាសិលឲ្យទានឬក៏ដូចជាបាទសាងនៅអំពើកុសលដល់អ្នកដទៃបាទហើយចាំយើងលើកនៅក្នុងអក្សរសិល្ប៍បាទអញ្ចឹងតើមនុស្សដែលប្រព្រឹត្តអំពើល្អនាំឲ្យអ្នកដទៃស្រឡាញ់ចូលចិត្តអីគេខ្លះអញ្ចឹងអាហ្នឹងអ្វីដែលយើងត្រូវបកស្រាយបាទនៅក្នុងសង្គមហើយនឹងអក្សរសិល្ប៍អញ្ចឹងយើងមើលបាទអញ្ចឹងទី1ឧទាហរណ៍ក្នុងសង្គមមកជាក់ស្ដែងនៅក្នុងសង្គមយើងយ៉ាងម៉េចខ្លះហើយយើងចាប់អាហ្នឹងហើយយើងលើកក្នុងអក្សរសិល្ប៍ដូចជាលោកគ្រូលើកនេះគឺនៅក្នុងរឿងព្រះអាទិត្យថ្មីនៅលើផែនដីចាស់គឺតួអង្គសំជាមនុស្សដែលមាននៅបាទគេហៅថាមាននៅសិលធម៌បាទកន្លែងនេះមាននៅសិលធម៌បាទហើយក៏ធ្វើអំពើល្អផងដែរបាទអញ្ចឹងយើងរៀបរាប់មកថាតើតួអង្គសំហ្នឹងគឺមានមនុស្សធម៌មានអំពើល្អឲ្យគេខ្លះនៅក្នុងសាច់រឿងហ្នឹងបាទដែលវាស៊ីជាមួយនឹងការប្រើអំពើល្អរបស់មនុស្សនាំឲ្យគេចូលចិត្តគេស្រឡាញ់អញ្ចឹងណាបាទកន្លែងនេះគឺរឿងកុលាបណាកុលាបបាទកុលាបបាទកុលាបបៃលិនណាបាទរឿងកុលាបបៃលិនគឺតួអង្គចាស់ចិត្តមានសិលធម៌មានការគោរពនាំឲ្យពួកកម្មករនិងលោករដ្ឋសម្បត្តិស្រឡាញ់ចូលចិត្តគ្រប់គ្នាបាទហើយរឿងប្រវេសន្តរក៏ចឹងដែរគឺការកសាងបារមីនាំឲ្យប្រជារាស្ត្រស្រឡាញ់បាទនៅប្រវេសន្តរហ្នឹងឯងអញ្ចឹងយើងរៀបរាប់អំពីមនុស្សដែលប្រព្រឹត្តអំពើល្អដែលធ្វើឲ្យគេស្រឡាញ់ចូលចិត្តបែបហ្នឹងនៅក្នុងសង្គមហើយនឹងអក្សរសិល្ប៍អញ្ចឹងមកបាទបន្ទាប់ពីយើងចាប់អាហ្នឹងហើយបានយើងចូលដល់ clear ទី2បាទគឺមនុស្សដែលធ្វើអំពើអាក្រក់ម្ដងដែលធ្វើឲ្យគេស្អប់ខ្ពើមអញ្ចឹងមនុស្សដែលធ្វើឲ្យគេដែលធ្វើឲ្យគេស្អប់បាទដូចជាលើក្នុងសង្គមយើងគឺនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យឬក៏សម័យខ្មែរក្រហមបាទគឺខ្មែរយើងគឺធ្លាប់មានសង្គ្រាមបាទស៊ីវិលបាទសង្គ្រាមក្នុងសម័យខ្មែរក្រហមនេះដែលខ្មែរក្រហមបានសម្លាប់ប្រជាជនយើងបាទបាទ
ហើយឲ្យប្រជាជនយើងរស់នៅក្នុងនរោអាវជ័យបាទដោយសារតែជនអាក្រក់ពលពតបាទពលពតនិងបពពួកអញ្ចឹងណាបាទកន្លែងនេះគឺពលពតបាទហើយនៅក្នុងអក្សរសិល្ប៍ផងដែរយើងអាចលើកយករឿងតកែចិត្តចោលដែលយើងឃើញថាតកែបានជួលឲ្យពូហំបាទធ្វើនៅអំពើអាក្រក់ដែលចុងក្រោយគឺពូហំត្រូវមានទោសទៀតចំណែកតកែវិញបាទរួចខ្លួនបាទដោយសារការប្រើប្រាស់ទឹកលុយបាទប៉ុន្តែបាទត្រូវមានការស្អប់ខ្ពើមពីកម្មករលែងគោរពនឹងបាទលែងធ្វើការងារឲ្យពូហំតកែនឹងទៀតបាទចំណែកឯរឿងទុំទាវបាទនឹងឃើញថាតួអង្គអជូនមើលងួននិងម្ដាយទាវបានធ្វើអំពើអាក្រក់គឺសម្រាប់ទុំដែលចុងក្រោយគឺត្រូវផ្ដន្ទាទោសបាទនៅអំពើដែលខ្លួនបានធ្វើដូចគ្នាហើយយើងសរុបមកវិញមកបាទសរុបមកគឺឃើញថាការមានចិត្តសន្តោសបាទប្រព្រឹត្តអំពើដែលមានគុណធម៌គឺតែងតែជួយផ្គត់ផ្គង់និងមានការគ្រប់ស្រឡាញ់ឯអ្នកដែលធ្វើអំពើបាយមុខវិញអាក្រក់វិញបាទគឺតែងតែនាំឲ្យអ្នកដតីហ្នឹងបាទតែងតែធ្វើឲ្យខ្លួនឯងហ្នឹងទៅរកសេចក្តីវិនាសហើយអ្នកដតីហ្នឹងគឺស្អប់ខ្ពើមនៅជុំវិញខ្លួនហ្នឹងណាបាទខ្លាចបាទនាំទុកខ្លាចរអាហើយខ្លាចនាំទុកដល់ខ្លួនទៀតពេលដែលខ្សែគប់យើងជាមនុស្សអាក្រក់ហ្នឹងហើយយើងមានតម្លៃមកឆ្លងតាមការបកស្រាយអញ្ចឹងណាបាទគឺយើងឃើញថាអ្នកដែលធ្វើអំពើអាក្រក់ហ្នឹងគឺត្រូវជាប់ទោសត្រូវមនុស្សដតីស្អប់ខ្ពើមជាដរាបអញ្ចឹងទស្សនៈប្រធានយើងផ្ដល់តម្លៃជាជ្រៅណាសម្រាប់យកជាគំរូបាទសម្រាប់ជនគ្រប់រូបឲ្យយើងនឹងធ្វើជាស្ពានចម្លងឲ្យមនុស្សយើងទទួលបានលទ្ធផលល្អហើយប្រឆាចនៅអំពើអាក្រក់ជាដើមបាទហើយយោបល់ផ្ទាល់ខ្លួនយើងក្នុងនាមយើងជាប្រជាជននិងអ្នកសិក្សាគ្រប់រូបគឺត្រូវចេះយកគំរូនិងបោះបង់ចោលអំពើអាក្រក់ហើយបាទធ្វើខ្លួនឲ្យមានសិលធម៌មានតម្លៃទើបបាទអ្នកដតីគ្រប់ស្រឡាញ់បាទអញ្ចឹងនេះគឺជាប្រធានតែងក្តីលោកគ្រូបញ្យល់ទៅលើគម្រោងតែងបាទមានប៉ុណ្ណឹងតែនៅក្នុងវីដេអូនេះគឺរៀងបញ្យល់លឿនដោយសារប្រធានបទរបស់យើងគឺមិនជាបញ្ហាទេគឺគិតថាវាដំបូងដែរតែយើងបងប្អូនអាចជល់ដឹងបានតែសម្រាប់បងប្អូនថ្នាក់ទី7 8 9អាចថារៀងពិបាកដែរបើដោយសារយើងជួបប្រធានតិចប៉ុន្តែសម្រាប់បងប្អូនទី12លោកគ្រូគាត់ថាប្រធានប៉ុណ្ណេះគឺយើងស្ដាប់ប៉ុណ្ណេះគឺអាចយល់បានហើយបាទឥឡូវយ៉ាងណាអត់យល់កន្លែងណាអាច comment នៅខាងក្រោមវីដេអូបានបាទហើយលោកគ្រូនឹងបញ្យល់បន្ថែមបើសិនជាបងប្អូនអត់ទាន់យល់ណាបាទអញ្ចឹងយើងអត់មានអីទេព្រោះដោយសារប្រធានរបស់យើងគឺតូចដែរល្មមដែរអញ្ចឹងណាហើយលោកគ្រូក៏មានសេចក្តីអធិប្បាយបាទបង្ហាញខ្លះដើម្បីឲ្យបងប្អូនគ្នាបាទពិចារណាទៅលើសេចក្តីអធិប្បាយនេះផងដែរបាទយើងមើលសេចក្តីអធិប្បាយតែម្ដងបាទនេះគឺជាសេចក្តីអធិប្បាយបាទហើយយើងធ្វើប្រព័ន្ធនេះគឺជាលំនាំនិងចំណូលបាទដែលបងប្អូនគ្នាត្រូវធ្វើបាទអញ្ចឹងយើងមើលលំនាំនិងចំណូលទាំងអស់គ្នាដែលយើងដាក់មកថាមនុស្សយើងរស់នៅក្នុងសង្គមតែងតែមានទំនាក់ទំនងនិងចេះជួយគ្នាទៅវិញទៅមកការជួយអ្នកដទៃនៅជុំវិញខ្លួនយើងដោយអំពើល្អតែងទទួលបាននូវការគោរពស្រឡាញ់ពីសំណាក់ជុំវិញខ្លួនមនុស្សជុំវិញខ្លួនរីឯមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ថោកទាបទៅលើអ្នកដទៃតែងទទួលបានការរិះគន់និងស្អប់ខ្ពើមផងដែរហើយនេះហើយទើបមានទស្សនៈមួយបាទប្រធានមួយលើកឡើងថាចិត្តមានមេត្តាសាងមិត្តចិត្តខូខើសាងសត្រូវបាទអញ្ចឹងយើងធ្វើចំណោទបញ្ហាមកបាទយើងធ្វើចំណោទបញ្ហាមកបងប្អូនអញ្ចឹងយើងមើលយើងដើមបន្ទាត់ប៉ុណ្ណឹងណាហើយយើងចុះបន្ទាត់កន្លែងចំណោទបញ្ហាតើទស្សនៈប្រធានខាងលើបង្កប់តម្លៃអប់រំដូចម្ដេចបាទអញ្ចឹងយើងធ្វើប៉ុណ្ណឹងហើយកន្លែងនេះគឺជាចំណុចនៃចាប់ផ្ដើមនៃចំណុចទួលសេចក្តីដែលយើងត្រូវធ្វើប៉ុណ្ណេះមួយសញ្ញាខាងនេះគេហៅថាជាចំណុចនៃបាទឃ្លាភ្ជាប់សេចក្តីហើយយើងបញ្យល់ពាក្យគេបញ្យល់ពាក្យគឺប៉ុណ្ណេះបាទយើងបញ្យល់ពាក្យគេគឺប៉ុណ្ណឹងណាហើយប៉ុណ្ណេះគឺជាការបាទយើងគេហៅថាបាទការបញ្យល់នៃការបញ្យល់នៃប្រធានណាបាទអញ្ចឹងវារៀងពណ៌អីញ៉ៃតិចហើយដោយសារតែលោកគ្រូដាក់ឲ្យពួកយើងស្គាល់បាទបងប្អូនអ្នកគ្នាស្គាល់ថាអាណាជាអាណាបាទអញ្ចឹងយើងមើលណាបាទឥឡូវយើងមើលទៅកាន់ចំណុចឃ្លាភ្ជាប់សេចក្តីយើងត្រូវប្រើភ្ជាប់មកមួយសញ្ញាខណ្ឌនេះបាទមួយល្បះនេះហើយត្រូវតែភ្ជាប់ចឹងហ្មងបាទមុននឹងឈានទៅដល់ការបកស្រាយឬទស្សនៈប្រធានខាងលើនេះជាដំបូងក៏បីយល់ពាក្យកណ្ដឹះជាមុនសិនបាទហើយពាក្យកណ្ដឹះយើងបញ្យល់ឃ្លាចឹងមកពាក្យថាចិត្តមានមេត្តាគឺចិត្តល្អមានសណ្ដោសប្រណីឯពាក្យថាញាតិមិត្តសំដៅទៅលើមនុស្សដែលរស់នៅជុំវិញរីឯពាក្យថាចិត្តគូខើគឺមានន័យថាចិត្តអាក្រក់គិតប្រយោជន៍បុគ្គលហើយទស្សនៈប្រធានខាងលើនេះមានន័យថាបើយើងនិយាយចឹងមកហើយយើងប្រើឃ្លាភ្ជាប់
ឃ្លាភ្ជាប់ដូច្នេះប្រធានខាងលើមានន័យថាមនុស្សដែលមានចិត្តសន្តោសពណ៌ធ្វើឲ្យមនុស្សជុំវិញខ្លួនស្រឡាញ់ចូលចិត្តរីឯមនុស្សដែលមានចិត្តអាក្រក់ឃោឃៅគិតតែពីប្រយោជន៍បុគ្គលនាំឲ្យអ្នកដទៃស្អប់ខ្ពើមកិច្ចបាទចេញពីខ្លួនបាទចឹងមកហើយយើងចាប់ផ្ដើមចូលដល់ការបកស្រាយបាទការបកស្រាយអញ្ចឹងទាំងអស់នេះគឺសិតតែជាការបកស្រាយហើយបាទការបកស្រាយរបស់យើងគឺត្រូវបកស្រាយឲ្យក្បោះក្បាយឲ្យអស់សេចក្តីដើម្បីឲ្យគេយល់បាទហើយដើម្បីបានបន្ទូច្រើនអញ្ចឹងយើងមើលនេះគឺជាការបកស្រាយយើងបកស្រាយដូចគ្រូមិញមកលើកសង្គមជាក់ស្ដែងទៅលើបាទការប្រព្រឹត្តអំពើល្អតើអំពើល្អដែលមនុស្សយើងត្រូវធ្វើឲ្យគេខ្លះអញ្ចឹងមានច្រើនមែនទែនគឺការចេះផ្ដល់សេចក្តីស្រឡាញ់ដល់អ្នកដទៃបាទចេះសន្តោសចេះជួយគ្នាទៅវិញទៅមកបាទយកយល់គ្នាបាទហើយមានច្រើនទៀតបាទគឺយើងអាចលើកមកហើយលើកភ្ជាប់មួយអក្សរសិល្ប៍ទៅបាទជាការស្រេចចឹងយើងមើលតែម្ដងយើងដាក់ថាជាការពិតណាមនុស្សដែលរស់នៅក្នុងសង្គមការប្រតិបត្តិនៅអំពើសិលធម៌ប្រឆាចអំពើថោកទាបទាំងឡាយបានន័យថាការដែលយើងធ្វើអំពើល្អហើយយើងវាចាកនៅអំពើថោកទាបទាំងឡាយហ្នឹងនាំឲ្យអ្នកដែលនៅជុំវិញខ្លួនស្រឡាញ់រាប់អានបាទចូលចិត្តគ្រប់គ្នាមនុស្សនៅក្នុងបាទមនុស្សនៅជុំវិញមានការគោរពកោតសរសើរនិងយកជាគំរូដល់បុគ្គលចំនួនក្រោយធ្វើជាគំរូដល់សង្គមបាទដើម្បីឲ្យប្រទេសជាតិពេញលេញទៅដោយសេចក្តីសុខសន្តិភាពនិងការអភិវឌ្ឍការកសាងនៅអំពើល្អធ្វើឲ្យអ្នកដទៃស្រឡាញ់និងគោរពក្នុងចិត្តទោះបីជាបុគ្គលនោះបានស្លាប់បាត់បង់ជីវិតក៏នៅតែជានិមិត្តរូបនៅក្នុងចិត្តបេះដូងមនុស្សចំនួនក្រោយជានិច្ចបាទយើងនិយាយពីបញ្ហាធម្មតាទូទៅប៉ុណ្្នឹងមកបងប្អូនបាទហើយបន្តមកទៀតគឺយើងចាប់ផ្ដើមបាទលើកក្នុងសង្គមជាក់ស្ដែងបាទនេះគឺជាបញ្ហាសង្គមជាក់ស្ដែងណាបាទជាក់ស្ដែងនៅក្នុងសង្គមខ្មែរយើងមនុស្សចេះជួយគ្នាដោយការធ្វើនៅបុណ្យទានបាទគឺហៅថាការធ្វើបុណ្យដាក់ទានស្វែងរកសិលដើម្បីបានសុខមនុស្សចេះចូលរួមបរិច្ចាគទ្រព្យសម្បត្តិដើម្បីជួយបុគ្គលទុនខ្សោយមនុស្សទុនខ្សោយធ្វើឲ្យពួកគេបាទដែលទទួលបាននៅការជួយជុំជែងនោះនឹករលឹកដល់គុណនៅអំពើល្អរបស់បុគ្គលនោះជានិច្ចបាទហ្នឹងហើយអញ្ចឹងយើងមើលកន្លែងនេះម្ដងគឺជាការលើកឡើងនៅអក្សរសិល្ប៍បាទយើងលើកអក្សរសិល្ប៍បង្ហាញប្រាប់គេមកបាទតើបញ្ហាអក្សរសិល្ប៍មានគេខ្លះបើយើងចោលភ្នែកកលេចទៅមើលស្នាដៃអក្សរសិល្ប៍រឿងព្រះអាទិត្យថ្មីនៅលើផែនដីចាស់គឺតួអង្គសំដែលជាមនុស្សដែលពោពេញទៅដោយក្រមសីលធម៌និងអំពើល្អនៅពេលដែលសំប្រព្រឹត្តអំពើល្អធ្វើឲ្យកម្មករក្រុមសហគមន៍អ្នករស់ស៊ីក្លូស្រឡាញ់រាប់អាននិងគោរពស្រឡាញ់សំគ្រប់គ្នាបាទគឺស្រឡាញ់សំគ្រប់គ្នាហើយខ្លាយជាប្រធានសមាគមផងដែររីឯនៅក្នុងរឿងកុលាបបៃលិនតួអង្គចៅចិត្តដែលជាមនុស្សដែលមាននៅសិលធម៌ល្អចេះគោរពអ្នកដទៃធ្វើឲ្យកម្មករជីត្បូងទាំងអស់ស្រឡាញ់ចូលចិត្តចៅចិត្តគ្រប់គ្នាផងដែរហើយការគ្រប់បាទពីសំណាក់កម្មករបាទដូច្នេះហើយគឺធ្វើឲ្យលោកលោករដ្ឋសម្បត្តិស្រឡាញ់ចូលចិត្តនិងលើកកម្ពស់ស្រឡាញ់បាទលើកកម្ពស់បាទស្រឡាញ់បាទលើកកម្ពស់ដូចជាបាទស្រឡាញ់និងបង្កើតឲ្យបាទបង្កើតឱកាសឲ្យបានរៀបការជាមួយនឹងគុណរីអញ្ចឹងណាបាទឲ្យរៀបការជាមួយនឹងចាស់ចិត្តបាទកូនស្រីរបស់គាត់ហ្នឹងបាទអញ្ចឹងយើងឃើញអ្នកដែលសារគាត់ឃើញពីក្រមសីលធម៌ចៅចិត្តគាត់ឃើញពីបាទទឹកចិត្តល្អបាទគេហៅថាមានមេត្តាបាទចៅចិត្តជាមនុស្សដែលចូលចិត្តរាប់អានគេបាទចេះអធិស្ឋានដល់អ្នកដទៃបាទចេះឈឺឆ្អាលអញ្ចឹងណាបាទដោយសារទឹកចិត្តបែបហ្នឹងហើយទៅធ្វើឲ្យលោកលួងហ្នឹងស្រឡាញ់រាប់អានចៅចិត្តហើយទីបំផុតក៏ចង់ឲ្យចៅចិត្តហ្នឹងស្នងតំណែងដែរបាទឥឡូវយើងមើលទៅកាន់រឿងអក្សរសិល្ប៍ទី2គឺចិត្តស្ដែងនៅក្នុងរឿងប្រវេសន្តរគឺដោយការតែសាងបារមីទានបាទនៅអំពើល្អធ្វើឲ្យប្រជាជនបាទទាំងអស់គោរពស្រឡាញ់ប្រវេសន្តរដោយការដាក់ទានរួមមានបាទដូចជាការផ្ដល់ទានជាទ្រព្យសម្បត្តិក្តីជាសត្វតម្រៃបច្ច័យនេះហ្នឹងឬក៏ជាស្រីស្នំឬក៏យើងហៅថានិយាយរួមទៅគឺទានគឺមានច្រើនមែនទែនបាទឬក៏អាទានទាំងអស់ហ្នឹងគឺបាទមាន2គឺអច្ឆតិកទានបាទនឹងហើយនឹង2ហទានហ្នឹងណាបាទហើយបាទយើងមើលមានទាំងពីទានដែលផ្ដល់ជីវិតផ្ទាល់ខ្លួនបាទដល់ប្រជាពលរដ្ឋទាំងអស់អញ្ចឹងគឺជាការគ្រប់ស្រឡាញ់ដល់ពវេសន្តរហើយនៅក្នុងរឿងចៅធំចៅសាញ់វិញក៏បានបង្ហាញពីតួអង្គចៅធំដែលធ្វើអំពើល្អរហូតដល់ទេវតាស្រឡាញ់ចូលចិត្តនិងជួយជ្រោមជ្រែងឲ្យគេរួចផុតពីសេចក្តីស្លាប់
và hai tiêu pot cứ bề chia và đăng âm pi rương bật và chứng cứ chạy thông nắng chìm nụ lọ hai còn lướt lên tu và ở chạy thông tiệt hai ở điệp áp sai cho mùi nâng bề cho bật tray được bảo hoàng đài tình tâm là nụ phong đáy và nét đại ban thường bữa bày một quỳnh là dân châu đó clear TP và dân clear TP dân cái dân thử lược ởក្នុងសង្គមក៏ដូចជានៅក្នុងអសរសិល្ប៍ដែរណាបាទអញ្ចឹងយើងមើលនៅកន្លែងហ្នឹងទន្ទឹមនឹងនោះផងដែរអ្នកដែលធ្វើអំពើអបាយមុខក៏ពើអាក្រក់ហ្នឹងតែងតែនាំឲ្យខ្លួនឯងវិនាសនិងធ្វើឲ្យអ្នកដទៃជុំវិញហ្នឹងគឺស្អប់ខ្ពើមបាទគេមិនចង់រស់នៅក្បែរបាទខ្លាចនាំឲ្យមានទុក្ខបាទទោសដល់ខ្លួននៅថ្ងៃមុខផងទៀតបាទហើយគ្រាន់តែឮឈ្មោះក៏គេបាទចង់កិច្ចបាទមិនចង់ឮឈ្មោះដល់មនុស្សអាក្រក់នោះដែរខ្លាចកូនចៅស្ដាប់ឮហើយយកគំរូតាមអាក្រក់តាមទៀតបាទហើយមនុស្សអាក្រក់មិនអាចកិច្ចផុតអំពីការពិតជារឿងរហូតនោះទេអ្នកខ្លះគឺត្រូវផ្ដន្ទាទោសតាមច្បាប់បាទជាទុកទោសពន្ធនាគារបាទមិនដែលរួចផុតពីសំណាញ់ច្បាប់បានឡើយបាទគ្រាន់តែយូរឲ្យឆាប់ទេអ្នកធ្វើអំពើអាក្រក់ហ្នឹងយើងមើលនៅក្នុងសង្គមកន្លែងនេះបាទនៅក្នុងសង្គមបាទដែលពោពេញទៅដោយមនុស្សអាក្រក់នៅក្នុងប្រទេសហ្នឹងបាទគឺនឹងធ្លាក់ទៅក្នុងភាពវឹកវរបង្កជាសង្គ្រាមតែអ្នកធ្វើអាក្រក់ណាបង្កបញ្ហាដល់ប្រទេសបាទធ្លាក់ទៅក្នុងក្តីវិនាសបាទជាក់ជាមិនខានហើយយើងកលេចទៅមើលក្នុងសង្គមខ្មែរនាឆ្នាំ1979បាទ1975បាទគឺដល់1979គឺរបបកម្ពុជាប្រជាធិបតេយ្យបាទដែលខ្មែរយើងធ្លាក់នៅក្នុងនរកដូចជីវិតខ្មែរយើងគឺបាទអ្នកដែលឆ្លងកាត់គឺដូចនៅក្នុងនរកអញ្ចឹងបាទគឺជួបតែជនអាក្រក់បាទហើយមិនគិតពីជនជាតិខ្លួនបាទសម្រាប់គ្នាបាទសម្រាប់គ្នានឹងគ្នាហើយបាទជាពិសេសគឺប្រជាជនស្លូតត្រង់បាទអញ្ចឹងគឺការរស់នៅគឺដូចរស់នៅក្នុងនរកអញ្ចឹងបាទហើយប្រជាជនដែលរស់នៅសពថ្ងៃនេះគឺនៅតែស្អប់ខ្ពើមនៅរបបនឹងដូចគ្នាបាទរហូតដល់សពថ្ងៃហ្នឹងអញ្ចឹងណាបាទហើយអ្នកខ្លះទៀតគ្រាន់តែឮគឺក៏ខ្លាចដែរមិនចង់ឲ្យកើតមានម្ដងទៀតបាទដែលនាំឲ្យគេនឹងគេហៅថាមិនចង់ឲ្យមានប្រវត្តិសាស្ត្រកើតឡើងដដែលអញ្ចឹងទេហើយជាសម័យមួយដែលប្រជាជនបាទរស់នៅក្រោមការភ័យខ្លាចហើយធ្វើការហួសកម្លាំងសម្រាប់មិនគ្រប់គ្រាន់ធ្វើឲ្យប្រជាជនស្អប់ខ្ពើមនឹងចង់កិច្ចឲ្យផុតគ្រប់គ្នាបាទហើយយើងមើលនៅក្នុងស្រាយអក្សរសិល្ប៍វិញបាទដែលក្នុងនេះគឺលើកឡើងអំពីរឿងតកែចិត្តចោលដែលបានបង្ហាញពីអំពើអាក្រក់របស់ថកែផ្ទាល់តែម្ដងតែបានជួលតែពិតគាត់ជួលឲ្យពូហំទេទៅបើកឡានទៅបុកតកែមកខាងទៀតគឺតកែហុងនេះជាដៃគូប្រកួតប្រជែងរកស៊ីជាមួយគ្នាហ្នឹងហើយធ្វើឲ្យមានមនុស្សស្លាប់និងរបួសជាច្រើនហើយតកែហ្នឹងក៏បានទម្លាក់កំហុសទៅលើពូហំប៉ុន្តែតាមពិតទៅរឿងរ៉ាវហ្នឹងគឺមកពីតកែហ្នឹងឯងដែលជួលបាទហើយតកែជាមនុស្សអាក្រក់ហ្នឹងគឺមិនទទួលខុសត្រូវឡើយប៉ុន្តែមានអ្នកដែលជាមនុស្សល្អហ្នឹងគឺសុកមានគង្រីជាកម្មករហ្នឹងគឺបាទដឹងរឿងហើយទីបំផុតគឺតកែហ្នឹងគឺជាមនុស្សអាក្រក់ហើយក៏ត្រូវបានមានសុកគង្រីហ្នឹងគឺឈប់ធ្វើការងារនៅកន្លែងហ្នឹងបាទលែងចង់ជួបជាមួយតកែហ្នឹងលែងចង់ធ្វើការឲ្យតកែហ្នឹងអញ្ចឹងណាដោយសារតកែហ្នឹងអាងលុយអាងអំណាចបាទទីបំផុតគឺកម្មករលែងកាន់ជើងបាទគាត់បាទអញ្ចឹងដោយសារទង្វើរបស់គាត់ហ្នឹងហើយនៅក្នុងរឿងអក្សរសិល្ប៍រឿងទុំទាវក៏បានបង្ហាញអំពីតួអង្គម៉ឺនងួនអជូនម្ដាយទាវដែរដែលធ្វើទង្វើអាក្រក់តែបានសម្លាប់ទុំដោយគ្មានមូលហេតុបាទដោយសារតែគេហៅថាខ្លួនអាងអំណាចណាបាទมันគោរពសិទ្ធិមនុស្សទីបំផុតគឺត្រូវបានប្រជាបាទសម្រាប់ពួកគាត់ទាំងអស់គ្នានឹងវិញដែរគឺអជូនម៉ឺនងួនម្ដាយទាវនឹងដោយដាក់ទោសនៅទង្វើអាក្រក់របស់ម៉ឺនងួនអជូនម្ដាយទាវដោយរស់ក្បាលទៅនឹងរនាស់បាទរស់ទៅនឹងរនាស់គោបាទរួចប្រជាពលរដ្ឋគឺត្រូវបានដាក់ទោសជាអ្នកងារដូចគ្នាដោយសារតែបាទប្រជាពលជននឹងស្ដេចក៏យល់ថាចូលរួមនៅក្នុងទង្វើអាក្រក់ហ្នឹងដែរអញ្ចឹងយើងសរុបមកវិញមកបាទសរុបស្ដីមកបាទមនុស្សដែលមានចិត្តល្អចេះសន្តោសប្រណីគឺតែងតែមានចិត្តបាទគេហៅថាតែងតែមានញាតិប្រុសស្រីគ្រប់ស្រឡាញ់រាប់អានច្រើននិងក៏ស្ញប់ស្ញែងមិនដាច់ពីមាត់បាទអាចជាទីពឹងពាក់បាទអ្នកដតីទាំងពួងបានចំណែកឯមនុស្សដែលមានចិត្តអាក្រក់សាហាវយងខ្នងវិញគឺសម្បូរទៅដោយមនុស្សស្អប់ខ្ពើមជាប្រមាថមើលងាយបាទមិនជាទីរាប់អានឡើយអញ្ចឹងយើងនេះមកវាតម្លៃប្រធានមកបើឆ្លងតាមការបោះស្រាយខាងលើយើងឃើញថាអ្នកដែលធ្វើអំពើអាក្រក់ត្រូវជាប់ទោសនិងត្រូវមនុស្សបាទដែលរស់នៅផ្ដន្ទាទោសដល់មនុស្សរស់ហ្នឹងនៅផ្ដន្ទាទោសនឹងស្អប់ខ្ពើមជាតារា
បាទជារួមបាទការជារួមមកការបកស្រាយទស្សនៈប្រធានហ្នឹងគឺផ្ដល់តម្លៃយ៉ាងជ្រាលជ្រៅដល់បាទមនុស្សគ្រប់រូបបាទជាគំរូសម្រាប់ឲ្យយើងហ្នឹងបាទឲ្យមនុស្សហ្នឹងគឺទទួលបាននៅលទ្ធផលល្អបាទហើយប្រះចាកនៅអំពើអាក្រក់ផងដែរអញ្ចឹងណាបានន័យថាឲ្យយើងនឹងធ្វើអំពើល្អហើយប្រះចាកនៅអំពើអាក្រក់នៅក្នុងនាមយើងបាទអញ្ចឹងកន្លែងនេះគឺជាការផ្ដល់នៅមតិរបស់យើងបាទក្នុងនាមយើងជាពលរដ្ឋជាអ្នកសិក្សាគ្រប់រូបត្រូវចេះយកគំរូល្អនិងបោះបង់ចោលនៅអំពើអាក្រក់បាទហើយធ្វើខ្លួនឲ្យមានសិលធម៌ល្អមានតម្លៃទើបអ្នកដទៃគោរពនិងស្រឡាញ់បាទអញ្ចឹងនេះគឺជាការអានជូននៅសតិអធិប្បាយដូចជាគ្រូបញ្យលអំពីគម្រោងតែងហើយបាទសង្ឃឹមថាប្រធាននេះបងប្អូននឹងយល់បាទបានច្រើនបាទយើងនឹងជួបគ្នានៅវីដេអូផ្សេងទៀតនៅវីដេអូក្រោយទៀតបាទសូមអរគុណសូមជម្រាបលាបាទ